រិស័យឆ្នាំទាំង12រិស័យឆ្នាំទាំង12នៅក្នុងខែ1ខែមករាឆ្នាំ2021តើតម្រូវទៅលើឆ្នាំរបស់លោកអ្នកឡាឡើងឆ្នាំរបស់លោកអ្នកណាល្អឬមួយក៏មិនល្អនោះខ្ញុំគ្រូផលសំណាងជម្រាបសួរពីចង្អាយផងបាទខ្ញុំថ្ងៃនេះមកជម្រាបអំពីឆ្នាំរិស័យឆ្នាំទាំង12ប្រចាំនៅក្នុងខែ1ខែមករាឆ្នាំ2026តើឆ្នាំរបស់លោកអ្នកណាលៀបឆ្នាំរបស់លោកអ្នកណាមិនសូវល្អមកជុំនោះចាំស្ដាប់ដូចតទៅចូលមកដល់ឆ្នាំទី1បាទសម្រាប់ឆ្នាំទី1ឆ្នាំជូតបាទសម្រាប់ឆ្នាំជូតរាសីនៅក្នុងខែ1ពេញមួយខែ1នឹងល្អប្រសើរគិតគូរផលធំធ្វើអ្វីមួយបានលោកធំនឹងជួយសន្តោសប្រោះប្រណីលេខសំណាងរបស់អ្នកឆ្នាំជូតនៅក្នុងខែ1ឆ្នាំ2026នេះគឺ278 comment លេខ278ឲ្យ share សូមចង្រៃទៅតាម share អស់ទៅ comment សូមបានផលល្អសមដូចបំណងពងប្រាថ្នាគិតគូរផលធំកាលណាមានគេជួយសន្តោសប្រោះប្រណីមេត្តានៅក្នុងខែ1ដើមឆ្នាំ2026នេះហើយពណ៌នាំសំណាងគឺពណ៌ត្រួយចេកពណ៌នាំសម្រាងរបស់អ្នកឆ្នាំជូតគឺពណ៌ត្រួយចេកលេខសំណាងគឺ278 comment ឲ្យ share សូមឲ្យបានលៀបពិតប្រាកដនៅក្នុងខែ1ឆ្នាំ2026យើងនឹងសំណាងល្អណាឆ្នាំជូតនៅក្នុងខែ1នឹងហេណាឥឡូវចូលមកដល់ឆ្នាំឆ្លូវម្ដងតើកម្រិតយអ៊ុនយ៉ាងណាល្អឬអាក្រក់យ៉ាងណាចាំសម្ដាប់ដូចតទៅឆ្នាំឆ្លូវនៅក្នុងខែ1ឆ្នាំ2026ត្រូវនឹងខែមករានេះឆ្នាំជូតមិនសូវជាល្អប្រហែលទេអញ្ចឹងតោងពិចារណាប្រយ័ត្នប្រយែងកេងលោពាក្យសម្ដីនិយាយទៅកាន់លោកធំនឹងនាំទុកនាំទោសដាក់ខ្លួនឬមួយក៏លុយកាក់ដែលខ្ចីលុយកុំឲ្យមានរឿងបញ្ហារឿងតូចបកកទៅជារឿងធំនៅក្នុងខែ1ឆ្នាំ2026នឹងលេខបញ្ជីគ្រោះបាទលេខបញ្ជាគ្រួគឺ575 comment លេខ575ឲ្យ share 3ដងចេញសូមឲ្យគ្រួចង្រៃនឹងទៅតាម share អស់សូមឲ្យបានលៀបមកវិញឲ្យពណ៌លើកសំណាងពណ៌នាំសំណាងមកវិញគឺពណ៌ផ្ទៃមេឃពណ៌នាំសំណាងគឺពណ៌ផ្ទៃមេឃសម្រាប់ឆ្នាំឆ្លូវរកម៉ាក់ប៉ាឬមួយក៏លោកស្រួយទឹកចេញទៅហើយនឹងលេខសំណាងពណ៌សំណាងនេះសូមឲ្យបានលៀបមកវិញជារឿយហើយកាត់បន្ថយនឹងការចលូតតតែងប្តីប្រពន្ធណាបើសិនជាមិនល្អទេគឺពាក់អាវឬមួយសម្លៀកបំពាក់ពណ៌ផ្ទៃមេឃលេខបញ្ជាគ្រួគឺ575 comment share 3ដងសូមឲ្យបានភាពល្អមកវិញអញ្ចឹងសម្រាប់ឆ្នាំឆ្លូវនៅក្នុងខែ1ប្រយ័ត្នណាឥឡូវចូលមកដល់ឆ្នាំទី3ឆ្នាំខាលនៅក្នុងខែ1ខែមករាឆ្នាំ2026ឆ្នាំខាលល្អប្រសើរគិតគូរអ្វីសមដោយបំណងពងប្រាថ្នាឡើងដើរលេងចិត្តឆ្ងាយឬមួយក៏ឆ្លងប្រទេសនោះគឺនឹងអាចបានរីករាយស្រាក់ស្រានចិត្តប៉ុន្តែមួម៉ៅក្តៅក្រហាយខ្លួនឯងដោយសារកាចពេកអញ្ចឹងលេខសំណាងរបស់អ្នកឆ្នាំខាលនៅក្នុងខែ1នឹងគឺ226បាទលេខសំណាងគឺ226 comment ឲ្យ share សូមចង្រៃទៅតាម share comment សូមលៀបសូមជ័យទៅតាមនឹងទៅឲ្យបានលៀបពិតប្រាកដ 100% ពណ៌នាំសំណាងគឺពណ៌ស្លាទុំពណ៌នាំសំណាងរបស់អ្នកឆ្នាំខាលនៅក្នុងខែ1ខែមករាឆ្នាំ2021នេះគឺពណ៌ស្លាទុំសំណាងល្អណាឆ្នាំខាលនៅក្នុងពេញមួយខែ1នឹងហេណាឥឡូវចូលមកដល់រាសីឆ្នាំថោះម្ដងនៅក្នុងខែ1កម្រិតវាសនាយ៉ាងណាល្អឬអាក្រក់ឬមកជុំយ៉ាងណាចាំស្ដាប់ដូចតទៅឆ្នាំថោះទី4នឹងឆ្នាំទី4ឆ្នាំថោះនៅក្នុងខែ1ខែមករា2026នឹងល្អប្រសើរគិតគូរអ្វីដែលបាត់បង់ទៅនឹងអាចបានមកវិញឬមួយក៏មានការចលួសតោះតែងពីមុនមកគឺមានគេជួយឈឺឆ្អាលឬមួយក៏ពីចេញមកពីសំណាក់មនុស្សផ្ទុយភេទមួយអតិថិជនចូលមកជារឿយមកវិញនៅក្នុងខែ1នឹងសម្រាប់ឆ្នាំថោះឆ្នាំទី4នឹងលេខសំណាងរបស់អ្នកឆ្នាំថោះគឺលេខ987លេខសំណាងគឺ987 comment ឲ្យ share 3ដងចេញឲ្យបានចង្រៃទៅតាម share សូម comment ឲ្យបានលៀបពិតប្រាកដ 100% ចូលមកដល់ដៃនៅក្នុងខែ1យើងនឹងឲ្យពណ៌នាំសំណាងគឺពណ៌ផ្កាឈូកពណ៌នាំសំណាងគឺពណ៌ផ្កាឈូកសំណាងល្អណាឆ្នាំថោះនៅក្នុងខែ1ឆ្នាំ2026នឹងហេណាឥឡូវចូលមកដល់ឆ្នាំរូងម្ដងកម្រិតវាសនាយ៉ាងណានៅក្នុងខែ1ឆ្នាំ2026គឺដើមឆ្នាំនេះឆ្នាំរូងនៅក្នុងខែ1នឹងគឺមិនសូវជាល្អប្រហែលទេបាទមិនសូវជាល្អប្រហែលទេឆ្នាំរូងឆ្នាំទី5
ឆ្នាំរួមនៅក្នុងខែ1នឹងតោងពិចារណាប្រយ័ត្នប្រយែងកុំឲ្យមានបញ្ហាប្រហោប្រកាន់ស្រីប្រកាយឆ្លោះទាស់ទែងប្តីប្រពន្ធរឿងបច្ច័យប្រចាំហើយនឹងកេងលោមមានគេហៅថាប៉ះពៀហូឈាមចេញពីសាច់បន្តិចបន្តួចនឹងតំណើចិត្តឆ្ងាយកេងលោមមានបងខាតលេខកើតបន្តិចបន្តួចអញ្ចឹងឆ្នាំរូងបាទឆ្នាំរូងលេខបញ្ជាគ្រោះនៅក្នុងខែ1គឺ336ខមមិនលេខ336សែ3ដងចេញអញ្ចឹងសូមឧបដិកឲ្យចង្រៃទៅតាមសែខមមិនសូមបានលៀបពិតប្រកបមកវិញអញ្ចឹងពណ៌នាំសំណាងគឺពណ៌ត្រីនាមពណ៌នាំសំណាងគឺពណ៌ត្រីនាមសម្រាប់ឆ្នាំរូងរកមេដាបេដាសួយទឹកលោកសួយទឹកចេញទៅហើយឧទ្ទិសហ្នឹងហើយគេហៅថាសួយទឹកចេញទៅឲ្យផុតទុកឲ្យបានលៀបផលរឿយមកវិញលេខសំណាងគឺ336ពណ៌នាំសំណាងគឺពណ៌ត្រីនាមសូមឲ្យបានលៀបឡើងមកវិញណាឆ្នាំរូងនៅក្នុងខែ1ឥឡូវចូលមកដល់ឆ្នាំទី6ឆ្នាំអាសាញ់បាទសម្រាប់ឆ្នាំអាសាញ់ម្ដងនៅក្នុងខែ1តើកម្រិតវាសនាល្អយ៉ាងណាឬមួយយ៉ាងណានោះចាំសម្ដាប់ដូចតទៅឆ្នាំទី6ឆ្នាំអាសាញ់នៅក្នុងខែ1ខែមករាឆ្នាំ2026ឆ្នាំអាសាញ់ល្អប្រសើរជាទីពេញចិត្តរបស់មនុស្សផងទាំងឡាយដែលអាប់អ៊ូមូមងមូម៉ៅក្តៅកាហាយរំសាយចិត្តនោះមានសណៈចោមរួមក្តីស្រឡាញ់មកជុំទិសសម្រាប់ឆ្នាំអាសាញ់នៅក្នុងខែ1ឆ្នាំ2026នឹងលេខសំណាងរបស់អ្នកឆ្នាំអាសាញ់គឺ424លេខសំណាងគឺ424ខមមិនឲ្យសែចេញសូមឲ្យចង្រៃទៅតាមសែខមមិនសូមឲ្យបានលៀបពិតប្រកប100%ចូលមកដល់ដៃពណ៌នាំសំណាងគឺពណ៌សពណ៌នាំសំណាងគឺពណ៌សហើយនឹងពណ៌ប្រភេទពណ៌នាំសំណាងគឺពណ៌សនិងពណ៌ប្រភេទសម្រាប់ឆ្នាំអាសាញ់សំណាងល្អណាឆ្នាំអាសាញ់នៅក្នុងខែ1នឹងហេងណាឥឡូវចូលមកដល់ឆ្នាំទី7ឆ្នាំមមែមកដល់ឆ្នាំមមីម្ដងបាទសម្រាប់ឆ្នាំមមីវាសនាយ៉ាងណានៅក្នុងខែ10នៅក្នុងខែ1ខែមករាឆ្នាំ2026ដើមឆ្នាំហ្នឹងគឺជាឱកាសល្អមួយសម្រាប់ឆ្នាំមមីមានអារម្មណ៍រីករាយឡើងមកវិញខ្លះហើយព្រោះនៅក្នុងខែ10នៅក្នុងខែ12បាទនៅឆ្នាំមមីនៅក្នុងខែ12ហ្នឹងមានភាពមូម៉ៅបាត់លៀបច្រើនអញ្ចឹងនៅក្នុងខែ1ហ្នឹងឆ្នាំមមីគឺជាឱកាសល្អកើតវាឲ្យបានច្រើនលេខសំណាងរបស់នៅឆ្នាំមមីនៅក្នុងខែ1គឺ884លេខសំណាង884ខមមិនហើយសែសូមចង្រៃទៅតាមសែខមមិនសូមបានលៀបពិតប្រកប100%ចូលដល់ដៃនៅពេញមួយខែ1ហ្នឹងឲ្យពណ៌នាំសំណាងគឺពណ៌ក្រហមខ្ចីពណ៌នាំសំណាងគឺពណ៌ក្រហមខ្ចីសំណាងល្អណាឆ្នាំទី7ឆ្នាំមមីនៅក្នុងខែ1ឆ្នាំ2026ហ្នឹងហេងណាឥឡូវចូលមកដល់ឆ្នាំទី8ឆ្នាំមមែម្ដងបាទរិស័យនៅក្នុងខែ1ឆ្នាំ2026តើកម្រិតវាសនាយ៉ាងណាល្អឬអាក្រក់ឬមធ្យមយ៉ាងណានោះចាំសម្ដាប់ដូចតទៅឆ្នាំមមែឆ្នាំទី8នៅក្នុងឆ្នាំមមែនៅក្នុងខែ1ឆ្នាំ2026នឹងឆ្នាំមមែដូចជាមិនសូវជាល្អប្រហែលទេតោងពិចារណាប្រយ័ត្នប្រយែងទីនៅក្នុងខែ1ហ្នឹងគេលោរឿងតូចបកកទៅជារឿងធំរឿងវិវាទនៅក្នុងផ្ទះជាពិសេសប្តីនិងប្រពន្ធឬមួយក៏កូនចៅអីចលួសទាស់តែងគ្នាហ្នឹងតែតែមានជារឿយអ្នកចលួសអ្នកចិត្តខាងអញ្ចឹងតោងពិចារណាប្រយ័ត្នប្រយែងសម្រាប់ឆ្នាំមមែនៅក្នុងខែ1មិនសូវជាល្អប្រហែលទេលោកសោយទឹកឬមួយក៏មានតាបេដាសោយទឹកចេញទៅបញ្ជាគ្រោះហើយលេខបញ្ជាគ្រោះរបស់អ្នកឆ្នាំមមែនៅក្នុងខែ1គឺ626លេខបញ្ជាគ្រោះរបស់អ្នកឆ្នាំមមែនៅក្នុងខែ1គឺ626ខមមិនលេខ626សែចេញសូមឲ្យបានលៀបពិតប្រកប100%ឬមួយក៏ឲ្យអត់គ្រោះនឹងទៅអស់ទៅសូមឲ្យបានលៀបរឿយមកវិញឲ្យពណ៌នាំសំណាងគឺពណ៌ស៊ីចម្ពូពណ៌នាំសំណាងគឺពណ៌ស៊ីចម្ពូសម្រាប់ឆ្នាំមមែនៅក្នុងខែ1ឆ្នាំ2026យើងហ្នឹងសូមឲ្យបានសេចក្តីសុខណាឆ្នាំមមែឥឡូវចូលមកដល់ឆ្នាំទី9ឆ្នាំវកនៅក្នុងខែ1ខែមករាឆ្នាំ2026នឹងតើកម្រិតវាសនាយ៉ាងណាល្អឬអាក្រក់ឬមធ្យមយ៉ាងណាចាំសម្រាប់ដូចតទៅឆ្នាំវកនៅក្នុងខែ1ឆ្នាំ2026ល្អជាទីកប់ចិត្តកាក់កបលុយកាក់លុយចូលមកពីគ្រប់ទិសទីអ្វីដែលបាត់បង់ទៅនឹងអាចបានមកវិញបាត់បង់ក្តីស្រឡាញ់ឬមួយគូសង្សារបែកគ្នាសណៈពីមនុស្សផ្ទុយភេទនឹងនាំលៀបមកឲ្យហើយឆ្នាំវកល្អប្រសើរលេខសំណាងរបស់អ្នកឆ្នាំវកគឺ888លេខសំណាងអ្នកឆ្នាំវកនៅក្នុងខែ1គឺ888ខមមិនលេខ888សែចេញសូមឲ្យមានលៀបពិតប្រកប100%នៅពេញមួយខែ1នឹងហើយពណ៌នាំសំណាងគឺពណ៌លឿងពណ៌នាំសំណាងគឺពណ៌លឿងសំណាងល្អណាឆ្នាំវកនៅក្នុងខែ1ខែមករាឆ្នាំ2026កើតលៀបឲ្យបានច្រើនហេណាឥ
ឥឡូវចូលមកដល់រាសីឆ្នាំរកាម្ដងនៅក្នុងខែ1ឆ្នាំ2026ឆ្នាំរកានៅក្នុងខែ1ខែមករាកម្រិតវាសនាយ៉ាងណាល្អឬអាក្រក់ចាំសម្ដាប់ដូចតទៅឆ្នាំទី10ឆ្នាំរកានៅក្នុងខែ1ល្អគិតគូផលធំនឹងចូលមកសំដូចបំណងពងប្រាថ្នាមានលៀបឬមួយក៏មានលៀបជើង2អ្នកដែលអត់គូដល់គូឬមួយក៏អ្នកមានផ្ទៃពោះអត់កូននឹងគឺមានកូននៅក្នុងខែ1ឆ្នាំ2026យើងនឹងគឺជាឱកាសមួយដ៏ល្អប្រសើរដែរសម្រាប់ឆ្នាំរកានៅក្នុងខែ1នឹងហើយលេខសំណាងរបស់អ្នកឆ្នាំរកាគឺ168ខមមិនលេខ168ឲ្យแซ่សូមចង្រៃទៅតាមแซ่ខមមិនសឲ្យបានលៀបពិតប្រកប100%ចូលមកដល់ដៃនៅក្នុងពេញមួយខែមួយយើងហ្នឹងឲ្យពណ៌នាំសំណាងគឺពណ៌ទឹកសមុទ្រពណ៌នាំសំណាងគឺពណ៌ទឹកសមុទ្រសំណាងល្អណាស់ឆ្នាំរកានៅក្នុងខែមួយនឹងកើបលៀបឲ្យបានច្រើនឆ្នាំខែ1ខែមករាឆ្នាំ2026នឹងសូមឲ្យសំណាងល្អណាស់ឆ្នាំរកាហេណាឥឡូវចូលមកដល់ឆ្នាំចម្ដងនៅក្នុងខែ1ខែមករាឆ្នាំ2026តើកម្រិតយ៉ាងណាល្អឬអាក្រក់ចាំសម្ដាប់ដូចតទៅអញ្ចឹងចូលមកដល់ឆ្នាំទី11ឆ្នាំចបាទឆ្នាំចតោងពិចារណាប្រយ័ត្នប្រយែងបន្តិចណាស់នៅក្នុងខែ1ហ្នឹងកៃឡូមានប៉ះពីមុតឬមួយក៏អ្វីមួយហ្នឹងកុំឲ្យមានបញ្ហាវិវាទឬមួយក៏ចលួសតោះតែងគ្នាអញ្ចឹងលោកស្រោចទឹកស្រោចអីចេញឬមួយក៏ឲ្យម៉ាក់ប៉ាស្រោចទឹកនឹកគុណពុទ្ធគុណបធរទៅហើយលេខបជាគ្រោះរបស់អ្នកឆ្នាំចនៅក្នុងខែ1ហ្នឹងគឺ799លេខបញ្ជាគ្រោះរបស់អ្នកឆ្នាំចនៅក្នុងខែ1ហ្នឹងគឺ799ខមមិនឲ្យแซ่សូមចង្រៃទៅតាមแซ่ខមមិនសឲ្យបានលៀបពិតប្រាកដ100%ចូលមកដល់ដៃសម្រាប់អស់លោកអ្នកមកវិញហើយនឹងលេខពណ៌នាំសំណាងគឺពណ៌ប្រភេទពណ៌នាំសំណាងគឺពណ៌ប្រភេទលេខនាំសំណាងសម្រាប់អ្នកឆ្នាំចវិញគឺ799សូមឲ្យបញ្ជាគ្រោះឲ្យពណ៌នាំសំណាងសម្រាប់អស់លោកអ្នកសូមឲ្យបានរួចចាក់ទុកទោសណាឆ្នាំចនៅក្នុងខែ1យ៉ាងហ្នឹងឥឡូវចូលមកដល់ឆ្នាំកុលឆ្នាំកុងចុងពៅឆ្នាំកុលឆ្នាំចុងពៅនៅក្នុងខែ1ខែមករាឆ្នាំ2026នឹងតើឆ្នាំកុលមានកម្រិតវាសនាល្អឬអាក្រក់ឬមធ្យមយ៉ាងណាចាំសម្ដាប់ដូចតទៅអញ្ចឹងឆ្នាំកុលនៅក្នុងខែ1ឆ្នាំ2026នេះគឺជាឱកាសល្អប្រសើរដែរព្រោះរឿងរ៉ាវទាំងអស់ដែលដោះស្រាយមិនចេញគឺដោះស្រាយចេញរឿងតូចពីមុនមករឿងធំពីមុនមកដែលបើមិនបានផលគឺបានផលប្រឡងឬមួយក៏ធ្វើអ្វីមួយលោកធំនឹងជួយសន្តោសប្រពន្ធ័យករុណាមេត្តាដល់ឆ្នាំកុលនៅក្នុងខែ1ខែមករា2026យើងនឹងលេខនាំសំណាងរបស់អ្នកឆ្នាំកុលគឺលេខ917ខមមិនលេខ917ឲ្យแซ่សូមចង្រៃទៅតាមแซ่ខមមិនសបានលៀបពិតប្រកប100%ចូលមកដល់ដៃនៅក្នុងខែ1ឆ្នាំ2026នឹងលេខនាំសំណាងគឺ917ពណ៌នាំសំណាងគឺពណ៌ឈាមជ្រូកពណ៌នាំសំណាងគឺពណ៌ឈាមជ្រូកសំណាងល្អណាឆ្នាំកុលនៅក្នុងពេញមួយខែមករាឆ្នាំ2026នឹងកើតពីបានច្រើនហើយណាកម្ពុជាឆ្នាំរាសីឆ្នាំទាំង12មានតែប៉ុណ្្នឹងទេរាល់ការកំហុសឆ្គងទាំងបានក៏សូមខន្តីអភ័យទោសពីសំណាក់អស់លោកអ្នកហើយយើងនៅកដាលគឺប្រឹងរកស៊ីទៅអ្នកដែលភាសឹកគួរគាត់ភាសឹកហើយរឿងនេះមិនតាន់ចប់ទេអញ្ចឹងបើមិនតាន់ចប់ហើយសូមឲ្យអស់លោកអ្នកដែលមិនមានជនភាសឹកអីនៅកដាលហ្នឹងកុំច្បោកច្បល់អីកុំស្លន់ស្លោអីប្រឹងរកអីប្រឹងទៅណាសូមអធិស្ឋានអញ្ចឹងអ្នកដែលភាសឹកគឺភាសឹកអស់លោកអ្នកដែលទៅហ៊ានជួមុខគូជួមុខទៅគាត់ខំប្រយុទ្ធខាងមុខយើងខំប្រឹងរកលុយនៅបែកខាងក្រោយអញ្ចឹងកុំភ័យស្លន់ស្លោណាអស់លោកអ្នកណាអញ្ចឹងរឿងមិនតាន់ចប់ប៉ុន្តែជនភាសឹកហ្នឹងក៏គាត់ខំភាសឹកយើងនឹងខំប្រឹងរកលុយកាក់ទៅមុននឹងបញ្ចប់ខ្ញុំគ្រូផលសំណាងសូមប្រសិទ្ធពរជ័យសេរីសួស្តីជ័យជំនះគុលវិបលសុខសុខបកាកើតមានដល់លោកប្រុសលោកស្រីរកស៊ីមានបានពោតាមពីសពុទ្ធអាវសើស្បៃប្រហុំចាស់មានប្រាក់កៅកុំទូសុរលការលក់ចេញទិញចូលចំណូលចំណេញសពកាទៅទីកន្លែងណាមកកន្លែងណាសូមឲ្យបានរួចចាក់ទុកទោសផុតទុកផុតទោសទាំងអស់គ្នាបាទ